បន្ទាប់ពីប្រាសាទត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតែប៉ុន្មានថ្ងៃប៉ុណ្ណោះថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារថែមទៀតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនខេមរបុត្រដែលមានចិត្តមោះមុតក្នុងការការពារជាតិនិងទឹកដីនោះបានប្រឹងប្រែងតស៊ូទប់ទល់គ្រប់មធ្យោបាយទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធនិងមធ្យោបាយច្បាប់អន្តរជាតិរហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឲ្យបាត់បង់នោះឡើយឋានៈជាតំណាងជាតិដែលទទួលបាននៅការជឿទុកចិត្តដោយសម្លេងឆ្នោតកាន់កាប់អាសនៈក្នុងសភាជាង2ភាគ3គណៈបកប្រជាជនគាំទ្រហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីហ៊ុនសែនមិនធ្វើឲ្យប្រជាជនខកចិត្តនោះទេមិនធ្វើឲ្យគណៈបកប្រជាជនខកចិត្តហើយក៏មិនធ្វើឲ្យព្រះមហាក្សត្រនិងកម្លាំងប្រវត្តិរបស់យើងខកប្រទេសនិងខកចិត្តនោះដែរជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាលើការតស៊ូមតិលើឆាកអន្តរជាតិនោះគឺការទាមទារឲ្យតុលាការអន្តរជាតិក្រុងឡាអេបកស្រាយឡើងវិញនៅសាលដីកាថ្ងៃទី15ខែមិថុនាឆ្នាំ1962ជាលទ្ធផលនៅថ្ងៃទី18ខែកក្កដាឆ្នាំ2011តុលាការយុត្តិធម៌អន្តរជាតិបានយល់ស្របតាមសំណើរបស់កម្ពុជាដោយបានដាក់ចេញនូវវិធានការបន្ទាន់ដែលតម្រូវឲ្យភាគីទាំងពីរដកទ័ពចេញពីតំបន់គ្មានកងទ័ពបណ្ដោះអាសន្នទំហំ 17.3 គីឡូម៉ែត្រក្រឡាព្រមទាំងបានឯកភាពទទួលពិនិត្យសំណើរបស់កម្ពុជាសូមឲ្យបកស្រាយសាលដីកាឆ្នាំ1962នេះនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការយុត្តិធម៌ទីក្រុងឡាអេបានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ1962ដែលប្តឹងដោយសម្ដេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុដោយបញ្ជាក់ថាប្រាសាទព្រះវិហារគឺជាសម្បត្តិរបស់កម្ពុជាការសម្រេចនេះគឺជាជោគជ័យដ៏ធំធេងរបស់កម្ពុជាដែលដឹកនាំដោយលោកតាក្នុងការប្រឹងប្រែងរក្សាឲ្យបាននៅទ្រព្យសម្បត្តិរបស់កម្ពុជាដែលបន្សល់ទុកដោយដូនតាដោយដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតែងតែបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថាមិនអនុញ្ញាតឲ្យនរណាមកឈ្លានពានយកទឹកដីកម្ពុជាសូម្បីតែ1 មីលីម៉ែត្រនោះឡើយដើម្បីអបអរសាទរចំពោះជោគជ័យដ៏មហាធំធេងនេះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកតាបានកំណត់យកថ្ងៃទី10ខែកក្កដាជាទិវាជាតិនៃការចងចាំចំពោះការដាក់ប្រាសាទព្រះវិហាររួមនឹងប្រាសាទសម្បូរព្រៃគុកទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនិងណែនាំឲ្យរៀបចំពិធីអបអរសាទរនេះឲ្យបានអធិកអធមថែមទៀតផងនេះគឺជាមរតកលោកតា